Bạnសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាសារជាថ្មីទៀតហើយថ្ងៃនេះដែរគឺខ្ញុំយកសាច់រឿងមួយរបស់ប្អូនប្រុសម្នាក់ដែលឈ្មោះថាប្អូនប្រុសតុងប្អូនប្រុសតុងបានចែករំលែកសាច់រឿងរបស់ប្អូនប្រុសដោយប្អូនប្រុសនោះសឹងតែមិនជឿទៅលើអ្វីដែលខ្លួនហ្នឹងគឺសឹងតែគិតមិនដល់ដោយប្អូនប្រុសតុងហ្នឹងបានឡើងមកធ្វើការងារនៅទីក្រុងភ្នំពេញធ្វើខាងសំណង់ណានៅខាងទួលគោកពេលដែលធ្វើការហ្នឹងក៏បានស្រឡាញ់នារីម្នាក់អ្វី18ឆ្នាំតែប៉ុណ្ណោះដោយគេហ្នឹងបានឡើងមកធ្វើការសំណង់ជាមួយនឹងបងប្អូនគេដែរពេលហ្នឹងប្អូនប្រុសតុងហ្នឹងបានស្រឡាញ់ទៅលើប្អូនស្រីម្នាក់ហ្នឹងដល់ពេលស្រឡាញ់គ្នាក៏បានអ៊ីគេក៏ដឹងពេលនោះក៏បានសារភាពស្រឡាញ់ទៅក៏គេបានព្រមស្រឡាញ់គាត់ពេលហ្នឹងក៏នៅក្នុងបន្ទប់តែ1-2នាក់ដូចប្តីប្រពន្ធអញ្ចឹងដោយបានសន្យាថាពេលដែលបានលុយបានកាក់នឹងរៀបចំសែនព្រេនជាមួយគ្នាដោយសារតែគ្រួសារខាងស្រីនោះក៏ជាអ្នកខ្សត់ខ្សោយគ្រួសាររបស់ប្អូនប្រុសនោះក៏ខ្សត់ខ្សោយដូចគ្នាដូច្នេះហើយក៏សន្យាតែអ្វីដែលគួរនឹកស្មានមិនដល់នោះបងប្អូនមិនគួរណាសង្សាររបស់ខ្លួនហើយនឹងឪពុកបង្កើតណាហ៊ានធ្វើចឹងដាក់ខ្លួនណាបងប្អូនហើយនេះគឺជាសាច់រឿងរបស់ប្អូនប្រុសបានចែករំលែកមកកាន់ខ្ញុំហើយបងប្អូនស្ដាប់សាច់រឿងនេះហើយបងប្អូនត្រិះរិតហើយពិចារណាដោយខ្លួនឯងទៅចោះអេតមានមិនហ៊ានថាស្ដីអីទេបងប្អូនណាបាទមើលទៅតាមនេះទៅនេះមើលចំណងជើងខាងលើបងប្អូនណាបាទមើលចំណងជើងខាងលើក៏មើលខាងក្រោមបាទហើយមុនចូលទៅដល់សាច់រឿងណាបាទអេដមីនសរិនក៏សូមខន្តីអភ័យទោសទៅដល់សំណាក់បងប្អូនទាំងអស់គ្នាផងដែរបើសិនជាខ្ញុំបាទនិយាយទៅរៀងឆ្កន់ឆ្គងណាដោយសារតែសម្លេងក៏មិនតន់ស្រួលដែរដោយសារតែនៅស្រុកបងប្អូនហើយបាទទៅជួបសាច់ញាតិបងប្អូនក៏តែងតែដកមេដកកោចឹងទៅបាទបើតែបើនៅភ្នំពេញវិញមួយខែទល់មួយខែខ្ញុំមិនដែលបានហូបទេតែបើទៅស្រុកកំណើតបាទដែលទៅខាងប្រពន្ធខ្ញុំណាគឺដឹងតែហូបហើយបងប្អូនដាក់តិចតួចជាមួយពូជាមួយអ៊ីជាមួយបងចឹងទៅអញ្ចឹងហើយក៏សម្លេងវាបែកទៅក្មេងវិញអាយក៏ទៅក្នុងមួយសាច់រឿងពេលខ្លះខ្ញុំនិយាយទៅបងប្អូនប្រិយមិត្តខ្លះគាត់បានដែរជួបប្រទះខ្លួនគាត់គឺគាត់តែងតែថាមិនមែនទេអត់ដែរអញ្ចឹងតែខ្ញុំសូមយកបាទខមមិនមួយរបស់ប្អូនប្រុសម្នាក់ចាំមើលខ្ញុំយកខមមិននឹងមកឲ្យមើលដែរនៅក្នុង channel ហ្នឹងហើយក៏ជាវីដេអូបាទដូចជាទី2បាទទី2វីដេអូដោយមានប្អូនប្រុសម្នាក់ដែលឈ្មោះគាត់ហ្នឹងគឺសុកបាទមិនដឹងជាតាអីទេណាបាទសុកផាន់ណាបាទដែលគាត់បានខមមិននៅក្នុង channel របស់ខ្ញុំដែលខ្ញុំហ្នឹងគឺទុក channel របស់គាត់ហ្នឹងទុកឲ្យប្រិយមិត្តមើលដែលខ្ញុំបានសរសេរចំណងជើងថាសូមនៅជាមួយឪក្មេកដើម្បីយកកូនរីឯគាត់ខមមិននៅខាងក្រោមនេះគាត់ដាក់ថាសង្សារខ្ញុំឪហូបណាដំបងឡើយគេខ្សឹបប្រាប់ខ្ញុំដែរតែខ្ញុំហ្នឹងគឺអត់ល្វីល្វល់ទេណាខ្ញុំអត់ជឿតែដល់ទៅពេលខ្ញុំស៊ើបដល់ខ្លួនឯងតាមដានដល់ខ្លួនឯងស្រាប់តែខ្ញុំបានដឹងការពិតថាឪពុករបស់ខ្ញុំហើយនឹងសង្សាររបស់ខ្ញុំគឺអញ្ចឹងមែនបងប្អូនណាពេលខ្លះបងប្អូនអត់ដែលជួបប្រទះខ្លួនឯងតែងតែអញ្ចឹងហើយបងប្អូនអាចចូលមើលខមមិនណាចូលមើលខមមិននៅខាងក្រោមហ្នឹងទៅឬក៏អាចសើចបានបាទសូមនៅជាមួយឪក្មេកដើម្បីយកកូនគឺបងប្អូនឃើញខមមិនរបស់គាត់ហើយក៏ឃើញខមមិនច្រើនដែរតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់ប្អូនប្រុសទាំងអស់គ្នាតែម្ដងណាសាច់រឿងមួយនេះគឺខ្ញុំទទួលមកពីប្អូនប្រុសម្នាក់ដែលឈ្មោះថាប្អូនប្រុសតុងហ្នឹងគឺជាឈ្មោះហៅក្រៅរបស់ប្អូនប្រុសតែម្ដងប្អូនប្រុសតុងគឺជាអ្នកខេត្តពោធិ៍សាត់ប្អូនប្រុសតុងត្រូវកំព្រាម្ដាយដោយសារតែមានឪពុកដែលមិនចេះស្កប់ស្កល់ទៅលើរឿងស៊ីចុកបុកទំពាឪពុករបស់ប្អូនប្រុសតុងគឺចូលចិត្តស៊ីចុកបុកទំពាណាស់រហូតតតែម្ដាយរបស់ប្អូនប្រុសនោះគឺរត់ចោលដោយគ្មានស្ដាយស្រណោះសំបីថាបន្តិច
ពេលហ្នឹងម្ដាយរបស់ប្អូនប្រុសមុននឹងចាក់ចេញក៏បាននិយាយជាមួយប្អូនប្រុសតុងថាណែកូនឯងទៅតាមម្ដាយឬក៏តាមឪពុកពេលហ្នឹងតុងគឺជាកូនប្រុសពេលនោះក៏បាននិយាយប្រាប់ថាម៉ែអើយខ្ញុំមិនទៅតាមម្ដាយទេខ្ញុំសុំតាមឪពុកវាល្អជាងព្រោះអីឪពុកណាគឺជាមនុស្សប្រុសដូចគ្នាចេះយល់ចិត្តគ្នាពេលហ្នឹងម្ដាយរបស់ប្អូនប្រុសតុងនេះក៏បានប្រាប់ថាអញ្ចឹងកូនឯងនៅជាមួយឪក៏នៅទៅតែពេលថ្ងៃណាមួយកូនឯងចង់ទៅនៅជាមួយនឹងម្ដាយកូនឯងមកនៅជាមួយម្ដាយមកព្រោះអីគឺជាអ្នកខេត្តដូចគ្នាទេបងប្អូនណាខាងខេត្តពោធិ៍សាត់ដូចគ្នាតែម្ដងពេលហ្នឹងឪពុកអត់បានហាមឃាត់ម្ដាយទេប្រពន្ធឯងតណាក៏ទៅអញមិនលវីលវល់មិនថាមិនស្ដីទេតណាក៏ទៅប្រពន្ធអីចេះហេតុអីបានជាមិនចេះគប់គុណប្តីគ្រាន់តែប្តីដើរស៊ីផឹកតិចតួចប្តីចូលការ៉ាអូខេអោបស្រីញីតិចតួចមកវិញដុតមកវិញថាមកវិញស្ដីលុយរាល់ថ្ងៃនេះគឺជាលុយរបស់អញទេមិនមែនជាលុយប្រពន្ធទេតែនិយាយចឹងបានបងប្អូនណាយើងជាប្តីណាយើងត្រូវតែមានមោទនភាពដោយសារតែយើងរកលុយបានទៅឲ្យប្រពន្ធទុកដាក់រីឯគ្រួសាររុងរឿងក៏ដោយសារប្រពន្ធដែរបងប្អូនណាបើយើងជាមនុស្សប្រុសបងប្អូនអ្នកណាមួយដែលមិនធ្លាប់ឆ្លងកាត់ជាប្រភេទគេហៅថាការយុវវ័យនេះពេលដែលយើងនៅយុវវ័យហ្នឹងលុយមិនសល់ទេបងប្អូនណាលុយខ្ចាយអាប៉ាត់អាប៉ាយជន់យ៉ាហើយតែពេលដែលយើងចាប់ផ្ដើមមានគ្រួសារគឺលុយនេះហើយគឺប្រពន្ធរៀបចំទុកដាក់បន្ទប់ដាក់ហ្នឹងគឺប្រពន្ធទាំងអស់ឥឡូវបងប្អូនណាមួយដែលថាមិនធ្លាប់ឆ្លងកាត់ជីវិតយុវវ័យបងប្អូនណាខ្លះមើលចេញមុខមកថាខ្ញុំមិនដែលទេចុះបងប្អូនណា100ដល់100ឃើញធ្លាប់ឆ្លងកាត់ជាយុវវ័យឃើញកំឡោះយើងថាកំឡោះទៅចោះអ្នកណាកើតភ្លាមមានប្រពន្ធភ្លាមបងប្អូនគឺនៅកំឡោះសិនហើយពេលដែលយើងនៅកំឡោះយើងសល់លុយខ្ញុំចេះសំលុយតែពេលដែលយើងមានប្រពន្ធលុយរត់តកើនជានឹងទៅទៀតតែវាដោយឡែកទេពេលខ្លះទៀតក៏មានស្រីគេហៅថាកញ្ជើធ្លុះដែរបងប្អូនដូចជារឿងមាយើងជាដើមដោយគេសម្ដែងណានោះគឺជាសាច់រឿងគឺដូចជាសាច់រឿងឥឡូវនឹងដែរពេលខ្លះណាស្រីរៀបចេះចំទុកដាក់ថវិកាដែលយើងរកបានអំពីការងារប្រចាំថ្ងៃរបស់យើងតែពេលខ្លះទៀតណាស្ត្រីគឺមិនចេះទុកដាក់ទេការធ្វើខ្លួនស្អិតស្អាងហើយតែងតែរករឿងប្តីនេះហើយបងប្អូនគឺមិនងាយទេពេលខ្លះរករឿងប្តីដោយសារតែលុយមិនឲ្យគ្រប់អាហ្នឹងវាមិនជុំតែងុំឲ្យរឿងលុយឲ្យមិនចេះគ្រប់បងប្អូនអាហ្នឹងហើយគឺបងប្អូនខ្ញុំនិយាយរួមទៅថាចង់បងប្អូននឹងដល់សទ្ធិក៏ដោយក៏ត្រូវថ្ងៃណាមួយរលេរលត់ដូចតែគ្នាដែរអញ្ចឹងហើយបងប្អូនតាមដានខ្លួនឯងទៅមិនមែនប្រិយមិត្តគេថាអេដមីននិយាយត្រូវនេះអេដមីននិយាយត្រូវនោះអត់ទេដោយការត្រេះរិះដោយការពិចារណាខ្លួនឯងទេបងប្អូនណាគឺត្រូវតែពិចារណាណាដឹងដោយការពិចារណាដឹងដោយការយោគយល់ហើយពេលហ្នឹងម្ដាយរបស់ប្អូនប្រុសក៏បានទៅចោលប្អូនប្រុសនោះដោយគ្មានងាកក្រោយទេណាពេលដែលទៅបាត់ពេលហ្នឹងឪពុករបស់ប្អូនប្រុសហ្នឹងដែលមានវ័យអាយុ40ជាងឆ្នាំនេះក៏បាននិយាយប្រាប់ថាតុងហើយម្ដាយរបស់ឯងអត់យល់ចិត្តឪទេកូនឯងឃើញទេមនុស្សស្រីរបៀបហ្នឹងកូនឯងមិនបាច់ហៅថាម៉ែទេកូនឯងនៅជាមួយឪមិនឲ្យកូនឯងពិបាកទេឪណានឹងចិញ្ចឹមកូនឯងមើលទៅតម្រាប់តាមឪទៅឪធ្វើអីក៏បានដែរតែពេលដែលគាត់នៅជាមួយនឹងឪពុករបស់គាត់ដោយគ្មានការគ្រប់គ្រងជាមួយម្ដាយគាត់ណាបងប្អូនពេលហ្នឹងឪពុករបស់គាត់ក៏តែងតែទៅតាក់ទងនារីនៅក្នុងភូមិហ្នឹងយកមកដេកនៅក្នុងផ្ទះពេលហ្នឹងគឺគាត់ពិបាកនឹងមើលណាថ្ងៃណាក៏តែងតែដូរមុខពេលខ្លះទៀតណាពេលដែលគាត់ដើរទៅក្នុងភូមិក៏មានអ្នកដែលគេនិយាយដើរមកពីឪពុករបស់គាត់ដែរថាមើលអាតុងអញសួរឯងតិចមើលឪឯងអត់ចោលចរិតហ្នឹងសោះចរិតឯងឪឯងមិនសួរឡើងចរិតដូចឪឯងដែរឪឯងដើរតាក់ទងប្រពន្ធកូនរបស់គេដើរតាក់ទងគេពេលខ្លះទៀតត្រូវគេដេញវាយដេញជេរដេញថាដេញស្ដីចុះហេតុអីបានជាឪឯងធ្វើចឹងហើយតស្ដីឲ្យគ្នាដឹងអីតុងថាអើយអ៊ំឯងថាខ្ញុំដូចចាក់ទឹកលើក្បាលទេអញ្ចឹងខ្ញុំមិនដឹងទេអានេះចរិតរបស់ឪខ្ញុំតែចរិតរបស់ខ្ញុំគឺមិនមែនអញ្ចឹងទេតុងនិយាយអញ្ចឹងណាប៉ុន្តែតុងមិនសូវហ៊ានដើរទេបងប្អូនដោយសារអីដោយសារតែឮការនិយាយរបស់អ្នកចិត្តខាងភូមិផងថាឪពុកគាត់មិនល្អតែពេលល្ងាចឡើងពេលដែលគាត់ត្រូវបានអ្នកភូមិអ្នកស្រុកស៊ូនោះគាត់ក៏បានមកនិយាយមើលឪពុកគាត់ថា
ពុកខ្ញុំសុំនិយាយមកអូឪពុកតិចណាបាទពេលហ្នឹងមានរឿងអីនិយាយអូចុះបើអូឈប់ដើរលេងឈប់តាក់ទងស្រីអូឯងធ្វើបានអត់អូឯងធ្វើបានទេពេលហ្នឹងអូគាត់ថាទេកូនឯងណាមកនិយាយរឿងអញ្ចឹងមួយអូហ្នឹងគឺអូកូនឯងណាមិនមែនកូនឯងទេបើកូនអូកូនឯងចាំមកបដាវអូតែកូនឯងហ្នឹងគឺជាកូនអូដែរអញ្ចឹងក៏មកបដាវអូឥឡូវកូនឯងនេះរកតការងារកូនឯងធ្វើតការងារកូនឯងទៅពេលហ្នឹងបងប្អូនគាត់ពិបាកស្ដាប់ណាគាត់ពិបាកស្ដាប់គាត់ពិបាកយល់ពីឪពុករបស់គាត់ដូច្នេះហើយណាគាត់ចង់តែដើរឲ្យផុតពីផែនដីណាចង់ឲ្យចាក់ចេញពីហ្នឹងចង់ទៅនៅជាមួយម្ដាយតែម្ដាយហ្នឹងគឺមានប្តីហើយទៀតបងប្អូនចេញពីឪពុកហ្នឹងមិនយូរប្រហែលគាត់ក៏មានប្តីទៀតហើយឪពុកនេះគាត់អត់តមានប្រពន្ធអត់តមានគ្រួសារទេតែស្រីស្នេហ៍គាត់មិនចេះខ្វះមានអាទូចមានអាធុំមានអីចឹងទៅគឺគាត់ពូកែតាក់ទងមនុស្សប្រុសបងប្អូនតែបកកែតាក់ទងឲ្យមិនចេះខ្វះមនុស្សស្រីប៉ុន្តែយើងត្រូវមើលមនុស្សដែរថាមនុស្សណាយើងគួរមនុស្សណាមិនគួរជាពិសេសមនុស្សដែលមានប្តីហើយកុំទៅតាក់ទងជាមួយគេបងប្អូនបាតប្រកម្មណាស់ណាបងប្អូនរកាដែកណានេះអាហ្នឹងអញ្ចឹងទៅតែពេលខ្លះគេហេកប់ដែរយើងពិបាកដែរបងប្អូនណាបាទហើយពេលហ្នឹងគាត់ក៏បានបាទសួរមិត្តភ័ក្តិរបស់គាត់ដែលនៅទីក្រុងភ្នំពេញពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ជាអ្នកធ្វើការសំណង់ទេគាត់ក៏បានប្រាប់ថាបើឯងនៅស្រុកមិនបានឡើងមកភ្នំពេញមកធ្វើការងារជាមួយអញនៅភ្នំពេញមកពេលហ្នឹងគាត់ហ្នឹងក៏បានឲ្យមិត្តភ័ក្តិហ្នឹងរកការងារឲ្យគេមានការងារហើយពេលហ្នឹងគាត់បានប្រាប់ឪគាត់ថាឥឡូវនេះខ្ញុំរកការងារនៅភ្នំពេញបានហើយខ្ញុំសុំឪទៅធ្វើការងារភ្នំពេញឪថាទៅធ្វើការងារក៏ធ្វើទៅកូនណាធ្វើការងារទៅពេលហ្នឹងគាត់ក៏បានបាទប្រាប់មិត្តភ័ក្តិគាត់ថាអញឡើងទៅធ្វើការងារពេញដែរហើយឯងចាំប្រាប់ឡានផងណាហើយឡានឈប់កន្លែងណាកន្លែងណីចឹងទៅពេលហ្នឹងក៏ខាងមិត្តភ័ក្តិគេនេះគឺធ្វើខាងសំណង់នៅក្រុងភ្នំពេញហ្នឹងណាដែលគេធ្វើខាងនៅខាងទួលគោកបងប្អូនហើយទួលគោកធំណាបងប្អូនពីផ្សារដើមគោទៅក៏ទួលគោកដែរពេលខ្លះទៀតណាមានអ្នកដែល booking បាទអ្នកដែល booking ដែលជី pass app របស់ខ្ញុំបាទហ្នឹងគឺគាត់ booking ពឹបអូនជូនអ៊ីទទួលគោកអ៊ីទួលគោកអ៊ីជីចុះនៅម្ដុំណាអីឯងអត់ស្គាល់ទួលគោកទេថាអ៊ីអើយក្នុងមួយទួលគោកណាគឺធំណាឲ្យខ្ញុំជិះទៅណាទទួលគោកអ៊ីគ្រាន់តែផ្សារដើមគោនោះវាទួលគោកបាត់ទៅហើយឥឡូវអ៊ីចង់ឲ្យខ្ញុំទៅណាទៅអង្គតែនអញ្ចឹងបានខ្ញុំតតបានមិនមែនទៅទួលគោកទៅនេះទួលគោកបងប្អូនទៅបឹងសាឡាងទួលគោកឥឡូវអញ្ចឹងបានថាពេលខ្លះដល់តែយើងអត់ប្រាប់ចំណុចគេហ្នឹងគឺរកចំណុចមិនឃើញទេដល់តែពេលអញ្ចឹងហើយមិត្តភក្តិគាត់ថាឡើងមកហើយឡើងមកប្រាប់ឡានមកខាងអង្គតែនទួលគោកមកចាំអញទៅទទួលឡាយហ្នឹងព្រោះអីសំឡងអញធ្វើក្បែរហ្នឹងទេខាងម្ដុំផ្សារ Century ម្ដុំផ្សារបាទផ្សារទូសកែបាទផ្សារសំហាន់អញ្ចឹងហើយក៏គេបានប្រាប់ចឹងទៅដល់ពេលគាត់ឡើងមកបងប្អូនឪពុកគាត់អត់មានឲ្យលុយកាក់គាត់ទេណាគាត់ថាលុយដែលគាត់ឡើងមកហ្នឹងគឺជាលុយរបស់គាត់ដែលគាត់បានសន្សំទុកជាយូរខែហើយពេលដែលគាត់បាទធ្វើដំណើរឡើងមកឪពុករបស់គាត់ហ្នឹងក៏នៅផ្ទះម្នាក់ឯងទៅបាទរីឯឪពុករបស់គាត់ដែលអត់មានបាទកូននៅជាមួយហ្នឹងក៏ធ្វើឲ្យឪពុករបស់គាត់ហ្នឹងរឹតតែបានដាយចាងឡើងទៀតឪពុករបស់គាត់គឺមិនស្កប់ស្កល់ទេបងប្អូនតាំងពីលេងម្ដាយរបស់ប្អូននោះមកឪពុករបស់គាត់តែងតែយកស្រីយកមកនៅជាមួយដោយមិនរើសទេអ្នកខ្លះ1ម៉ែត្រកន្លះអ្នកខ្លះ1ម៉ែត្រអ្នកខ្លះ7 ទឹក 8 ទឹកក៏យកមកដែរបងប្អូនដូចថាមនុស្សយើងវាប្រព្រឹត្តទៅលើចឹងហ្មងណាបងប្អូនណាហើយមនុស្សយើងថាវាមិនដែលមិនចុះតម្រាំយើងហូបឲ្យជុះឲ្យហូបយើងនៅតែគិតថាយើងមិនដែលមិនទៀតអានេះយើងគិតតែអញ្ចឹងណាពេលខ្លះគឺមានមនុស្សចឹងមែនហើយពេលដែលគាត់ឡើងមកនឹងគាត់ជិះតាក់ស៊ីណាជិះមកតាមផ្លូវមកដល់ខាងអង្គតែនៅទួលគោកពេលហ្នឹងគាត់មកដល់ភ្លាមគាត់ក៏បានទេទូរស័ព្ទទៅប្រាប់មិត្តភក្តិគាត់ថាណែវើសម្លាញ់ឲ្យអញមកដល់ភ្នំពេញហើយឥឡូវអញមកដល់អង្គតែនហើយមើលបាទហើយពេលហ្នឹងក៏បានថតផ្ញើមិត្តភក្តិថាហើយនៅចាំនឹងសិនទៅទៀតអញជិះពីផ្សារទៅដល់ហើយឡូវហើយរមើលកន្លែងការ៉ាសាំងនៅកន្លែងហ្នឹងមានការ៉ាសាំងមួយបងប្អូនណាបាទពេលហ្នឹងទៅស្ដាំដៃហើយទៅអង្គុយកន្លែងការ៉ាសាំងមើលកាហ្វេមើលអីផឹកសិនទៅ
ពេលហ្នឹងគាត់ក៏បានចូលទៅអង្គុយចឹងទៅហើយគាត់បានមើល Facebook មើលអីចឹងទៅមកសន្ទុះក្រោយមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺបានមកយកគាត់ពេលហ្នឹងគាត់ថាឯងយូរនៅមកអង្គុយផឹកកាហ្វេសិនហើយពេលហ្នឹងក៏អង្គុយផឹកកាហ្វេមកបន្ទុះទៅនិយាយហើយឲ្យតិចសាច់មានសិនតិចនោះតិចសាច់ហើយក៏បាននាំគ្នាទៅដល់ពេលជិះទៅដល់ការដ្ឋានដែលកំពុងតែធ្វើនៅក្នុងការដ្ឋានរបស់គាត់គឺជួសជុលទេមិនមែនដែលធ្វើឡើងទាំងអស់ទេគឺគាត់ជួសជុលនៅក្នុងអគារមួយពេលហ្នឹងគាត់ទៅដល់ភ្លាមក៏គេបានប្រាប់ថាឥឡូវយកឲ្យវាយអាចទុកនេះមកណាហើយឯងចាំចូលធ្វើការជាមួយអញនាំឯងថ្ងៃហ្នឹងទៅជួបមេសិនឲ្យមេដឹងឯងឈ្មោះអីហើយត្រូវចាត់ការឲ្យឯងធ្វើមិនហើយនៅទីនេះមួយខែមកគេមិនស៊ីខែទេគឺគេស៊ីងាយបាយធ្វើបានលុយបាយអត់ធ្វើដេកឈឺតត្រុនដើរជាមួយស្រីគឺអត់លុយចាយហើយអញ្ចឹងហើយឯងនាំឲ្យទៅជួបមេការទៅពេលដែលនាំទៅជួបមេការក៏បានមើលទៅថាអញ្ចឹងហើយឯងពីរនាក់ឯងហ្នឹងគឺចាប់ដៃគ្នាដើម្បីធ្វើការទៅដើរបៀបាទដើរវាយដើរកំតិចអីគ្នាឯងពីរនាក់ហ្នឹងទៅបន្ទាប់មកក៏គាត់ក៏បានទៅដេកហ្នឹងពេលដែលមិត្តភ័ក្តិឡើងមកអញ្ចឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺទទួលស្វាគមន៍កិច្ចស្វាគមន៍គាត់ក៏បាននាំគ្នាបាទទៅទិញបាទវិយាទិញអីមកអញ្ចឹងណាបាទតាមកំឡោះដូចគ្នាមិនតាន់មានគ្រួសារណាមិត្តភ័ក្តិគាត់ក៏អត់តាន់មានគ្រួសារដែរដូច្នេះហើយគាត់ក៏បាននាំគ្នាជប់លៀងពេលហ្នឹងគាត់ដូចថាគាត់រំសាយទុកគាត់ផឹកបានអញ្ចឹងទៅបាទហើយក៏បាននាំគ្នាសម្រាករហូតតតែព្រឹកឡើងចាប់ផ្ដើមម៉ោង7គាត់បានងើបឡើងមកម៉ោង8កន្លះទៅគេចូលធ្វើការពេលដែលដល់ម៉ោង8កន្លះភ្លាមគាត់ក៏ចាប់ផ្ដើមចូលធ្វើការកាន់ញញួរមួយបាទដើរដំមកហើយនឹងជព្រាជាមួយនឹងការរៀបអិតពេលដែលគាត់ដើរដំហ្នឹងគាត់បាទធ្វើជាមួយមិត្តភ័ក្តិគាត់ហ្នឹងងាយដំបងគឺគាត់ស្រួលណាស់បងប្អូនដើរស្រួលណាស់ជាន់ទី1ជាន់ទី2សប្បាយណាស់គាត់សប្បាយណាដោយសារតែគាត់ទៅធ្វើការដល់ពេលល្ងាចឡើងគាត់ក៏ត្រូវបានបាទដេកហ្នឹងដល់ពេលព្រលឹមឡើងបងប្អូនហើយគាត់ឈឺខ្លួនដោយសារតែមនុស្សយើងមិនដែលធ្វើការងារអញ្ចឹងណាគាត់ឈឺខ្លួនដូចគេដំ 4-5 ដបងអញ្ចឹងពិបាកណាស់ដល់ពេលក្រោយពេលគាត់ដែលធ្វើការនៅទីនោះអស់រយៈពេលជាង1សប្តាហ៍ស្មើនឹង1អាទិត្យពេលហ្នឹងគាត់ក៏បានស៊ាំនឹងការងារហ្នឹងទៅហើយមួយអាទិត្យគឺគេបើកលុយម្ដងមួយអាទិត្យបើកលុយម្ដងគាត់បើកលុយភ្លាមគាត់អត់តាន់បានផ្ញើទៅឲ្យឪពុកគាត់ទេតែឪពុករបស់គាត់ហ្នឹងគឺទេមករកលុយគាត់ថាកូនឯងឲ្យលុយឪផងអញ្ចឹងណាឪកំពុងតែអត់មានលុយអត់មានអីពេលហ្នឹងថាឪអើយចាំមើលមួយខែចាំកូនឲ្យឪម្ដងតែឥឡូវហ្នឹងកូនកំពុងតែទុកលុយហ្នឹងដើម្បីចាយវានៅទីក្រុងភ្នំពេញងាកតាណាក៏លុយដែរសំបីចូលបន្ទប់ទឹកសាធារណៈក៏1,500ដែរម្ដង500អញ្ចឹងទៅចូលបន្ទប់សាធារណៈដូចជាបាទនៅមិនបាច់អីទេនៅក្នុងផ្សារជាដើមផងដែរបងប្អូនចូលនៅក្នុងផ្សារពឹបមិនបាច់ថាអីផ្សារអូស័យបាទផ្សារអូស័យបាទនៅច្រកដូចប៉ុន្មានច្រក11អញ្ចឹងគឺមានបន្ទប់សាធារណៈមួយបាទចូលទៅក៏1,500ដែរនៅខាងផ្សារអូស័យណាផ្សារអូស័យផ្សារអូឡ িম্প ិកផ្សារចាស់ផ្សារថ្មីបាទផ្សារកដាលសិតសឹងតែអញ្ចឹងបាទមិនបាច់ថាអីទេគ្រាន់តែបន្ទប់ទឹកសាធារណៈនៅខាងបាទរីកនៅខាងមាត់ទន្លេហ្នឹងក៏អញ្ចឹងដែរក៏មានខាងដាក់យ៉ាងដែរអ្នកខ្លះហ្នឹងគឺគេមានទឹកចិត្តដាក់ទៅអញ្ចឹងទៅគេដាក់អញ្ចឹងទៅដើម្បីអីបងប្អូនពេលខ្លះទៀតនៅតាមការ៉ាសាំងក៏មានដែរខាងបន្ទប់ទឹកយើងដាក់អញ្ចឹងគេមិនទៀមទាទេណាប៉ុន្តែនៅខាងផ្សារគឺគេទៀមទាបងប្អូនគឺចូល500តែនៅតាមការ៉ាសាំងគេអត់ទៀមទាថាយើងបង់លុយទេតែនេះគេហៅថាទឹកចិត្តពេលខ្លះក៏គេដាក់លុយ1,500 1,500យ៉ាងទៅដាក់យ៉ាងទៅដើម្បីឲ្យបាទដែលជាស្ត្រីគាត់អនាម័យហ្នឹងគឺគាត់ឃើញទឹកលុយនេះហើយគាត់យកទៅទិញបាទទិញបាយទិញម្ហូបអីទៅតាមគ្រួសារខ្ញុំចូលតាមបន្ទប់ទឹកសាធារណៈបាទដូចជាការ៉ាសាំងអីខ្ញុំតែងតែដាក់លុយបងប្អូនខ្ញុំគិតថាពេលខ្លះពេលដែលយើងមិនឃើញគេបោសសម្អាតយើងគិតថាធម្មតាទេប៉ុន្តែបងប្អូនសាកតែចូលទៅធ្វើជាអ្នកបោសសម្អាតមើលបងប្អូននឹងយល់ថាវាពិបាកណាស់ពេលខ្លះក្លិនឆ្អុយក្លិនឆ្អាបហ្នឹងណាតែក៏ចំណាយលុយទៅ500 1000ទៅពេលខ្លះទៀតណាបងប្អូនខ្ញុំតាមចំណាំមើលខ្ញុំអត់វាយតម្លៃទេតែអ្នកដាក់ណាគឺអ្នកម៉ូតូ pass up ដូចខ្ញុំបានគឺដាក់ហើយបាទប៉ុន្តែខ្ញុំមានមិត្តភ័ក្តិខ្ញុំមួយមិត្តភ័ក្តិខ្ញុំជិះសាឡានទំនើបគឺមិនដែលដាក់លុយសំបីតែ100ខ្មែរចូលទេបងប្អូនបាទជិះឡានសិតតែអីបាទ Range Rover ហ៎បាទ OD ហ៎បាទប៉ុន្តែអត់ដែលដាក់លុយឲ្យទេខ្ញុំថាចុះហើយចូលបត់ដែរចុះហើយមិនដាក់អើយដាក់ទៅអីទេចុះឡើយគ្មានលុយរាយ
បងប្អូនឲ្យគ្មានលុយរាយប៉ុន្តែដើរឲ្យយើងចេញកាហ្វេឲ្យវារហូតវាអត់មានលុយរាយរហូតមិនដឹងមិនវាមានតែកាតវាចាយហើយចឹងថ្ងៃក្រោយមានអីបងប្អូនធ្វើបាបភាសាឈប់អត់ដាក់ហើយចឹងដើរជិះអផុតទៅគេអត់មានលុយរាយគេទេមកអញអត់មានលុយរាយចុះការដែលឯងមិនចាយដាក់ប៉ុណ្ណឹងឥឡូវសម័យឥឡូវ scan QR code ទៅឲ្យមិន scan នៅឈាមព្រើមថ្ងៃក្រោយឲ្យហ៊ានដើរមួយយើងហើយបញ្ញាឯងពេលហ្នឹងគាត់ធ្វើការហ្នឹងដល់ពេលបានមួយខែណាមួយខែពេលហ្នឹងគាត់ក៏រើពីខាងហ្នឹងទៅការដ្ឋានមួយទៀតដែលគេកំពុងតែសាងសង់ដល់ពេលទៅដល់ការដ្ឋានហ្នឹងគាត់ក៏បានបាទគេឲ្យបន្ទប់នីមួយសម្រាប់ដេកគឺនៅក្នុងការដ្ឋានមួយដែលគេកំពុងតែសាងសង់ណាពេលដែលគាត់ទៅដល់គាត់ហ្នឹងក៏បានគេចាត់តាំងឲ្យគាត់ហ្នឹងគឺបាទរៀបចងដែកចងអីចឹងណាចងកាយចងអីចឹងទៅពេលដែលគាត់ធ្វើហ្នឹងគាត់ក៏បានបាទសម្លឹងមើលឃើញបាទស្រីម្នាក់ដែលវ័យហ្នឹងគឺគ្នាអត់សទេណាធ្វើការសំណងតលៀបលេណាសបងប្អូនបាទមួយថ្ងៃគឺអង្គុយនៅក្រោមកម្ដៅថ្ងៃដែលគ្នាកំពុងតដុតបាទគឺប្រមាណបាទ100 200អង្សានោះហើយទៅធ្វើឯណាឲ្យបានសងគេដូច្នេះឲ្យគ្នាខ្មៅស្អែមពេលដែលអញ្ចឹងភ្លាមនៅខាងសំណងបងប្អូនណាខ្ញុំយល់កាលខ្ញុំនៅធ្វើសំណងក៏អញ្ចឹងដែរតែឃើញអ្នកណាសបន្តិចមើលមិនបានទេគឺបងគ្មានណាក៏កតុយភ្នែកមើលគេតិចដែរបងប្អូនពេលហ្នឹងបងប្រុសក៏បានឃើញនារីម្នាក់ហ្នឹងពេលហ្នឹងក៏ចាប់ដើមរំបីមើលម្នាក់ហ្នឹងហើយម្នាក់នាងគេនៅជាមួយនឹងអ៊ីរបស់គេពូរបស់គេដែលគេធ្វើសំណងជាមួយនឹងខាងគាត់នឹងដែរពេលដែលចងដៃទាំងគាត់តែងតែរង្កិលទៅជួបនារីម្នាក់ហ្នឹងចងដៃគាត់រង្កិលយ៉ាងហ្នឹងចែឯងធ្វើការយូរនៅហ្នឹងពេលហ្នឹងថាអូខ្ញុំធ្វើការបាន2 ខែហើយចែឯងធ្វើការនៅហ្នឹងនៅជាមួយណាគេអូខ្ញុំធ្វើការហ្នឹងនៅជាមួយអ៊ីជាមួយពូរបស់ខ្ញុំណាចែឯងអាយុប៉ុន្មានឆ្នាំហើយសួរហ្មងពេលហ្នឹងអូខ្ញុំឆ្នាំនេះ18ឆ្នាំហើយអ៊ីក្មេងដែរណាចឹងchắc ខ្ញុំក្មេងប៉ុន្តែមនុស្សតម្លោកណាមនុស្សគេតម្លោកអញ្ចឹង18ឆ្នាំប៉ុន្តែមើលទៅដូចជាខ្ទង់20ជាងឆ្នាំអញ្ចឹងពេលហ្នឹងចែឯងការងាររោងចក្រចែឯងអត់ធ្វើសំណងខាងពូហើយខ្ញុំអត់ចេះអក្សរទេណាអញ្ចឹងហើយខ្ញុំទៅធ្វើការងាររោងចក្រមិនហើយមួយយ៉ាងទៀតខ្ញុំទៅតែអាយុ18ឆ្នាំហ្នឹងខាងរោងចក្រក៏យក18ឆ្នាំឡើងលើតែខ្ញុំទៅតែ18ឆ្នាំចឹងទៅចូលធ្វើការងាររោងចក្រអត់កើតទេពេលហ្នឹងគាត់ឃើញគាត់មានអារម្មណ៍មួយពេញចិត្តហ្មងបងប្អូនមានអារម្មណ៍ពេញចិត្តគាត់តែងតែនិយាយសួរនេះសួរនោះពីគាត់ចឹងទៅហើយពេលដែលល្ងាចឡើងគាត់ចេញពីធ្វើការគាត់ហ្នឹងក៏តែងតែបាទទៅទិញអីចឹងទៅគាត់ឆ្លងកាត់នៅកន្លែងបន្ទប់របស់ខាងស្រីម្នាក់ហ្នឹងហើយក៏តែងតែសួរចែឯងបាយនៅពូចែឯងថ្ងៃនេះបានអីស្លចេះសួរចឹងណាសួរចុះសួរឡើងចឹងទៅដល់តែពេលសួរចុះប្រហែលជាខ្ទង់ជាងមួយអាទិត្យគាត់ហ្នឹងក៏មានអារម្មណ៍ថាគាត់ហ្នឹងពេញចិត្តទៅលើក្មេងស្រីម្នាក់ហ្នឹងហើយពេលហ្នឹងគាត់ក៏បាននិយាយចឹងទៅបាទចែឯងមានសង្សារនៅពូខ្ញុំមិនណាមានសង្សារហើយមួយយ៉ាងទៀតពូអើយអ្នកណាគេស្រឡាញ់យើងណាយើងក្រក៏ក្រហើយមួយយ៉ាងទៀតយើងអាក្រក់ទៀតណាមនុស្សយើងបងប្អូនអាក្រក់ហើយថាខ្លួនអាក្រក់វាមិនជុំទេប៉ុន្តែបើអ្នកផ្សេងទៅបង្អាប់ថាយើងអាក្រក់មើលបងប្អូនឯងបំមាត់ជិបអូចដូចម៉ាស៊ីនដេដាក់មើលដល់បើមិនស្រួលហ្នឹងមានអីនៅក្បែរដៃហ្នឹងមកផឹងមកលោហើយមនុស្សយើងអាក្រក់កុំបង្អាប់អាក្រក់ទោះជាខ្លួនគេថាអាក្រក់ក៏ដោយតែពេលហ្នឹងបងអូនប្រុសតុងចែឯងមានអាក្រក់ណាចែឯងខ្ញុំមើលទៅមើលយូរទៅគុណមើលយូរទៅកាន់តែស្អាតទៅដឹងនិយាយអីទេពូខ្ញុំអាក្រក់សឹងអីតែក្នុងនិយាយហ្នឹងគឺនិយាយដូចថាការសរសើរដោយការស្រឡាញ់ដល់តែពេលអញ្ចឹងដោយសារតែអត់មានសង្សារគេក៏បានសួរមកវិញថាចុះពូមានសង្សារនៅតិចនិយាយមួយខ្ញុំតិចសង្សារឃើញសង្សារប្រច័ណ្ឌសង្សារខឹងណាថាអូខ្ញុំអត់មានទេចាអើយខ្ញុំមិនមានទេឥឡូវនេះកំពុងតែដើររកឥឡូវឲ្យចាយជួយរកសង្សារខ្ញុំមួយមកពេលហ្នឹងខ្ញុំមិនដឹងរកឯណាទេគ្រាន់ខ្ញុំរកខ្លួនឯងមួយមិនបានផងពេលហ្នឹងក៏ខាងតុងហ្នឹងក៏បាននិយាយថាហើយចុះបើចាយគ្មានចាឥឡូវចេះទៅចាយធ្វើសង្សារគ្នាហ្មងបានអត់ចាយហ្នឹងក៏ចាំមើលគេសួរអ៊ីសួរពូគេសិនអ៊ីបល់យកឲ្យសួរអ៊ីសួរពូហ្នឹងមិនស្រួលហ្នឹងមកកប់ព្រៃឥឡូវហើយអ៊ីដឹងពូដឹងថាយើងស្រឡាញ់គ្នាមិនតាន់ដឹងអីផង
ស្រាប់តែពេលដែលនិយាយចឹងហើយគេថាអីអត់ប្រាប់ពូគេទេក៏ចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកសេចក្តីស្នេហាកើតមកពីការនិយាយកើតមកពីការអៀនព្រៀនគ្នានឹងហើយចាប់ផ្ដើមមានទំនាក់ទំនងហើយស្រាប់តែពេលហ្នឹងប្អូនស្រីហើយនិងប្អូនប្រុសក៏ចាប់ផ្ដើមចងដៃក្បែរគ្នាហើយក៏តែងតែលួចបៀងសម្លឹងគ្នាលួចនិយាយមញែកម្ញក់ដាក់គ្នារហូតតតែល្ងាចមួយប្អូនស្រីហ្នឹងគឺកំពុងតែអង្គុយម្នាក់ឯងអណ្ដែតអណ្ដូងដែលនៅបន្ទប់ជួលហ្នឹងគឺនៅខាងលើគេមានបាទធ្វើយ៉ខាងមុខណាពេលហ្នឹងប្អូនស្រីក៏បានអង្គុយបាទអណ្ដែតអណ្ដូងម្នាក់ឯងអារម្មណ៍ហោះហើរដូចជាតូនណាបាត់អីពេលហ្នឹងប្អូនប្រុសក៏បានឃើញបាទដល់ពេលឃើញហ្នឹងក៏ឃើញប្អូនស្រីហ្នឹងដែលកំពុងតែពាក់អាវរាត្រីបាទហើយសាច់វាមិនសទេបាទសាច់ឡើងខ្មៅហ្នឹងតែពាក់ជាមួយនឹងផ្លាក់ទីននៅជើងដែលមានសង្ក្រង់ក្រឹងចឹងទៅហើយក៏សក់របស់ប្អូនស្រីក៏រំសាយមកខាងក្រោមដោយមិនបានចងសក់ទេដោយសារតែគ្នាទៅតែងូតទឹកថ្មីដូច្នេះហើយពេលដែលប្អូនប្រុសឃើញភ្លាមប្អូនប្រុសសម្លឹងពីចម្ងាយទៅគឺប្អូនប្រុសមានអារម្មណ៍ថាប្អូនប្រុសដូចជាមានចិត្តអាណិតចិត្តស្រឡាញ់ហើយបាទប៉ុណ្នេះទោះអាណាយកកបីយកមកដឹករត់ឲ្យរត់ទៅក៏មិនចេញដែរបាទចង់យកអាកម្មម៉ាស់ចង់យកអាយីដប់ចង់យកអងដឺចង់យកអងដឺត្រូកាត់សងស៊ីអីក៏ដោយក៏មិនអាចទាញប្អូនប្រុសបានដែរប្អូនប្រុសហ្នឹងគឺភ្នែករបស់ប្អូនប្រុសអត់អាចបែរចេញទៅណាអំពីប្អូនស្រីនឹងបានទេភ្នែកមិនអាចទាញចេញបានតតែសោះសូម្បីតែសម្លេងមិត្តភក្តិរបស់ខ្លួនដែលហៅពីខាងក្រោមក៏មិនអាចធ្វើឲ្យប្អូនប្រុសសម្លឹងទៅបានដែរបានឆ្លើយទៅសម្លេងអីអញនៅខាងលើពេលហ្នឹងប្អូនប្រុសក៏បានដើរទៅម្ដងបន្តិចពេលហ្នឹងទៅដល់ចិត្តប្អូនស្រីក៏បានសួរថាចែឯងអង្គុយម្នាក់ឯងអត់ខ្លាចគេខ្លាចអីពូបើនៅបន្ទប់នឹងដដែលហើយបន្ទប់ខ្ញុំនៅខាងក្រោមហ្នឹងហើយពេលហ្នឹងគាត់អត់អាចលាក់សេចក្តីស្នេហាដ៏មានមហិច្ឆតាធំធេងរបស់គាត់ទេគាត់ក៏បាននិយាយថាចែខ្ញុំមានរឿងមួយចង់និយាយប្រាប់ចែតែខ្ញុំនិយាយទៅហើយចែណាកុំខឹងខ្ញុំណាចាំមានអីពួកឯងនិយាយមកចែខ្ញុំតាំងពីបានជួបចែដំបូងក៏ធ្វើឲ្យអារម្មណ៍របស់ខ្ញុំនេះមិនដឹងថាគិតយ៉ាងណាហើយខ្ញុំឃើញភ្លាមគឺខ្ញុំមានចិត្តមួយថាខ្ញុំពេញចិត្តចែហើយស្រឡាញ់ចែហើយចង់នៅជាមួយចែចង់ការជាមួយចែតែចែគិតមិនចំពោះខ្ញុំដែរស្រាប់តែពេលហ្នឹងគេក៏និយាយថាខ្ញុំក៏មានអារម្មណ៍ដូចគាត់ដែរតាំងពីខ្ញុំបានស្គាល់គាត់ដំបូងគឺគាត់ធ្វើឲ្យខ្ញុំបានមានគេហៅស្នាមញញឹមហើយក៏មានតែគាត់ទេដែលតសើខ្ញុំថាខ្ញុំស្រស់ខ្មៅស្រស់តែអ្នកផ្សេងវិញគេហៅខ្ញុំថាកម្ៅអីអញ្ចឹងហើយគឺខ្ញុំតែងតែគិតដល់អ្នកដែរស្រាប់តែពេលហ្នឹងគាត់ក៏បានសួរថាតើចែស្រឡាញ់ខ្ញុំអត់ពេលនោះគេក៏ឆ្លើយថាចាខ្ញុំចូលចិត្តអ្នកស្រាប់តែពេលហ្នឹងអត់ចាំយូរទេគាត់ក៏បានស្ទុះហេកឹបបាទដូចកបីដូចសេះរួយពីត្រង់អញ្ចឹងក៏បានទៅហក់ទៅកាន់ដៃប្អូនស្រីពេលហ្នឹងគាត់ថាអញ្ចឹងដើម្បីភាពនៃការស្រឡាញ់ខ្ញុំសុំកាន់ដៃចែខ្ញុំសុំថាបចែបានទេគាត់ថាមានអីពេលហ្នឹងគាត់ក៏បានអោនម្ដងបន្តិចដោយសារតែគាត់មានអារម្មណ៍មួយបុកបេះដូងគាត់ដុបអារម្មណ៍ដូចជាបេះដូងចង់លោតចេញមកខាងក្រៅរីឯពេលដែលគាត់មានអារម្មណ៍អញ្ចឹងគាត់បានស្ដាប់សំឡេងបេះដូងរបស់ប្អូនស្រីនឹងដែរសំឡេងបេះដូងរបស់ប្អូនស្រីក៏ចាប់ផ្ដើមលោតដូចចង្វាក់បាទបូរ៉ូអញ្ចឹងទុងតាក់ហ្មងមិនវាយស្គរណាហើយពេលហ្នឹងគាត់ក៏បានអោនថើបបងប្អូនហើយគាត់ថាណាពេលដែលគាត់មិនដែលធ្លាប់ថើបមនុស្សស្រីពេលដែលគាត់អត់មានអារម្មណ៍របៀបហ្នឹងពេលដែលគាត់ថើបស្នាមដំបូងបំផុតគាត់មានអារម្មណ៍ថាផ្អែមជាប់ចុងមាត់គាត់មិនទេគាត់ថាណាផ្អែមហើយគាត់មិនអាចដកមាត់ចេញពីថ្ពាល់របស់ប្អូនស្រីនៅបានទេរីឯប្អូនស្រីវិញក៏បាននិយាយថាមកឆាកជីវិតរបស់ប្អូនស្រីនេះហើយគឺគ្មានអ្នកណាបានថើបថ្ពាល់របស់ប្អូនស្រីទេមានតែឪពុកហើយនឹងម្ដាយនឹងជាបងប្អូនចដូនមួយដែលជាសាច់ញាតិរបស់គាត់ទេដែលបានថើបតែមនុស្សប្រុសណាក្រៅពីសាច់ញាតិរបស់គាត់គឺមិនដែលបានថើបតែពេលដែលគាត់បានថើបហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍មួយថាដូចជាមានគាត់ថាមានអជារសដូចគាត់ថាដូចពងទាកូនទៅពិបាកខ្លងខ្លាយតតាអ្នកនឹងធ្លាប់ប្រិមិត្តធ្លាប់អីបើធ្លាប់ប្រាប់ហ៎មានអារម្មណ៍បដូលពេជ្រឬមួយក៏មិនឬក៏ស្រាថ្នាំឬក៏ស្រាថ្នាំម្ដាមគ្រូតាពីយាយពីតាឬក៏បានជើងលហានទាំង18បាសចៅទូកអីហ្នឹងមកជួយប្រាប់ផងគាត់ថាពេលហ្នឹងគាត់ថា
មានអារម្មណ៍មួយអត់ជាប់មាត់គាត់ថាអត់នេះមកគាត់ងាកថើបថើបរហូតតតែលឺក្អាកអកកាហៀមអំពីខាងក្រោមរបស់ពូឲ្យអ៊ីរបស់ខ្លួនពេលហ្នឹងទៅឈប់ហើយពេលហ្នឹងថាងអ៊ីឲ្យពូខ្ញុំហៅខ្ញុំចុះទៅក្រោមហើយអញ្ចឹងខ្ញុំចុះទៅណាតែមុននឹងចុះទៅហ្នឹងក៏ប្អូនប្រុសតុងក៏សុំអោបឲ្យថើបមួយសាទៀតដែលជាលើកគឺថាបញ្ចប់ហ្នឹងពេលហ្នឹងក៏ប្អូនស្រីឲ្យអោបឲ្យថើបហ្នឹងក៏បានចុះទៅខាងក្រោមពេលហ្នឹងប្អូនប្រុសតុងហ្នឹងមានសង្ឃឹមយ៉ាងច្រើនមែនទែនសង្ឃឹមថាថ្ងៃណាមួយប្អូនតុងនឹងយកម្នាក់ហ្នឹងធ្វើជាប្រពន្ធ100ទាំង100ដោយមិនបានព្រានអីទេមិនគិតតែខ្លួនឯងព្រានទេតែពេលដែលចុះទៅខាងក្រោមប្អូនប្រុសក៏មិនទាន់បានយកលេខទូរស័ព្ទរបស់ប្អូនស្រីដែរអត់ទាន់បានណាពេលដែលយប់ឡើងមកដល់ប្អូនប្រុសវាគិតច្រើនពេកពីក្បាលល្ងាចមិញពីប្រលប់មិញបងប្អូនហើយបលឹមឡើងបាសើមខោជោកមិនដឹងសើមខោរឿងអីមកយប់តូលភ្លឺដេកឆ្លោះតែជីងចក់មកយប់តូលភ្លឺដេកឆ្លោះជាមួយតកែហើយតកែបូលគ្មានរួចមួយឯបងប្អូនណាធ្លាប់អត់ពេលដែលតកែបូលតុកកែកំមុំអាហ្នឹងសម្រាប់កំឡោះណាតុកកែមេម៉ាយហើយតែលឺតែមេម៉ាយបងប្អូនហើយដើររកតកែដល់ឃើញបំពេញតកែហ្នឹងស៊ីហើយតែបើសិនកំមុំអញ៉ៃកំមុំហើយបើអ្នកខ្លះគេមានគូសកលហើយទឹកកែអ្នកមានទឹកកែអ្នកក្រហើយបើស្រីវិញទឹកកែកំឡោះទឹកកែពុះម៉ាយឡូអាហ្នឹងអញ្ចឹងអ្នកខ្លះយំតាមទឹកកែបូលណារាប់តាមតកែបូលដែលមើលបដែលជួយលើកដៃខ្ញុំនិយាយពិតខ្ញុំគឺខ្ញុំហ្នឹងហើយបាទខ្ញុំហ្នឹងហើយគឺតែងតែនិយាយចឹងដែរតែងតែគិតចឹងដែរតែយើងមិនអាចទៅជឿតាមតកែបូលបានទេថ្ងៃណាមួយហ្នឹងវាច្រវឹងស្រាពីណាមកហ្នឹងវាបូលវាមិនបូលនេះបងប្អូនបូលតែរត់តែពីម៉ាយថ្ងៃណាវាស្អកកវាដាក់បន្ថែមមួយទៅកំមុំចឹងទៅហើយយ៉ាអាហ្នឹងវាចឹងដែរបងប្អូនថ្ងៃណាមួយអាពុះតកែទៅវាមិនតាន់បានទៅចូលស៊ីបាទថ្លើមរបស់វាហ្នឹងទៅក៏វាយំក្អកលើសមួយចឹងទៅមានអារម្មណ៍ល្អចឹងទៅវាចេះមានហ្នឹងធម្មជាតិដែលបង្កើតណាបងប្អូនណាបាទហើយពេលដែលស្អែកឡើងទៅធ្វើការពេលហ្នឹងប្អូនប្រុសគឺតែងតែដើរស្និទ្ធជាមួយនឹងប្អូនស្រីរីឯប្អូនស្រីហ្នឹងក៏តែងតែអត់សូវហ៊ាននិយាយជាមួយបរិះណាទេបងប្អូនដឹងតែគ្នាស្រឡាញ់គ្នាហ្នឹងក៏អត់ហ៊ាននិយាយជាមួយបរិះណាខ្លាចគាត់ហ្នឹងខូចចិត្តចឹងទៅពេលដែលល្ងាចឡើងមកដល់ប្អូនប្រុសក៏តែងតែទៅអង្គុយលេងជាមួយនឹងប្អូនស្រីនៅខាងលើដោយសារកំបាំងភ្លើងអំពីភ្លើងហ្វារបស់គេនៅកន្លែងហ្នឹងវាល្ងឹតក៏បានអោបថើបភ្នែកចឹងទៅតែអត់ទាន់បានធ្វើអីឲ្យលើសពីក្រមសីលធម៌ទេបងប្អូនណាត្រឹមអោបថើបចឹងទៅដល់ពេលថ្ងៃកន្លងផុតដូចជាខ្ទង់3ខែពេលហ្នឹងក៏ប្អូនស្រីហើយនឹងប្អូនប្រុសនេះប្អូនប្រុសហ្នឹងគឺបានទៅនិយាយជាមួយនឹងពូអ៊ីហ្នឹងពូអ៊ីហ្នឹងក៏គាត់បានប្រាប់ថាគាត់អត់បានទុកលក់ក្មួយស៊ីទេម៉ែឪរបស់វាហ្នឹងគឺងាប់ចោលបាត់យូរហើយអញ្ចឹងហើយនៅជាមួយនឹងគាត់បើសិនជាឯងស្រឡាញ់ហើយចូលស្ដីមិនដឹងទៅការទៅណាហើយប៉ុន្តែបើសិនអត់មានលុយការសែនត្មងទៅអញ្ចឹងទាំងពីរនាក់ឯងនេះបើជ្រុលដល់ស្រឡាញ់គ្នាហើយអញ្ចឹងហើយធ្វើការសំណងទៅអាហ្នឹងមានគេហៅថាធ្វើការសំណងទៅជីវិតធូរថ្លៃជីវិតរុងរឿងហើយពេលដែលបានលុយពីធ្វើសំណងហ្នឹងចាំយកទៅសែនហ្មងទៅហើយទៅប្រាប់ឪប្រាប់ម៉ែឯងទៅតែពេលហ្នឹងគាត់ថាគាត់ហ្នឹងអត់មានម៉ែទេមានតែឪដែលនៅស្រុកគាត់ថាប្រាប់ឪហើយទៅតែពេលហ្នឹងគាត់ថាចាំគាត់សំលុយបានចាំគាត់ប្រាប់ពេលហ្នឹងមកគាត់ហើយនឹងមន្ត្រីម្នាក់ហ្នឹងវ័យ18ឆ្នាំហ្នឹងក៏បានដឹងឮអំពីពូអ៊ីហ្នឹងគេអត់ហាមឃាត់ទេគេឲ្យនៅគ្នានៅមួយគ្នាចោះពេលដែលគាត់អញ្ចឹងគាត់ដឹងបងប្អូនបងគាត់ដឹងគាត់ក៏បានធ្វើបន្ទប់មួយនៅបាយពីមិត្តភ័ក្តិរបស់គាត់ដេញធាក់ទម្លាក់ជាក់ដីហើយទុកអញនៅជាមួយនឹងសង្សាររបស់អញពេលហ្នឹងក៏ខ្លាចតែជាសង្សារនឹងគ្នាបងប្អូនហើយពេលដែលបានតែជាសង្សារនឹងគ្នាណាគាត់ក៏បាននៅជាមួយគ្នាថ្ងៃដំបូងបងប្អូននៅជាមួយគ្នាថ្ងៃដំបូងគឺខាងប្អូនស្រីអត់ដែលមានបរិះណាប៉ះពាល់ទេរីឯខាងប្អូនប្រុសក៏គ្មានអ្នកណាដែលប៉ះពាល់មនុស្សស្រីដែរពេលហ្នឹងគឺគាត់ញ័រដៃញ័រជើងញ័រឡើងត្រជាក់នៅពេលយប់ស្ងាត់ទីទុយតាវ៉ាវយំសន្សើមធ្លាក់មកបាទសើមនៅលើស្លឹករុក្ខជាតិរីឯសាំងរស័យដែលនៅជាបន្ទប់ដែលកម្មករកំពុងតែរស់នៅ
គឺសំសើមួយធ្លាក់អើបមកក៏ធ្វើឲ្យទាំងពីរអ្នកហ្នឹងគឺមានអារម្មណ៍ថាល្ងាហើយក៏បានដេកអោបគ្នាដោយភាពស្និទ្ធស្នាលដូច្នេះបងប្អូនពេលហ្នឹងអ្នកទាំងពីរហ្នឹងក៏បង្កាត់ភ្លើងស្នេហ៍ឡើងបាទឆេះចង់ក្បែររោងគេហ្នឹងទៅក៏បាននៅជាមួយគ្នាក៏คล้ายទៅជាសង្សារซึ่งអាចហៅនិយាយថាជាប្តីប្រពន្ធដោយសារតែនៅជាមួយគ្នាដេកនៅជាមួយគ្នាហើយវាអាចនិយាយថាសង្សារបានហើយឬក៏អាចនិយាយហៅថាប្រពន្ធប្តីបានតែបើសិនជាអាចហៅប្រពន្ធប្តីលុះត្រាតែនឹងបានចូលបាទនៅក្នុងរោងការដោយមានឪពុកមានម្ដាយមានមេបាចៅមហានិងអ្នកដឹងឮពីភូមិផងរបងក្បែរគ្នានឹងដែរសូម្បីតែសត្វចិញ្ចឹមនៅផ្ទះក៏វាទទួលស្គាល់ម្ចាស់វាដែរដូច្នេះគឺអាចហៅថាស្វាមីភរិយាថ្មីឬក៏ហៅថាប្តីប្រពន្ធមិនចឹងទេហើយខុសត្រូវអីអធិស្ឋានបងប្អូនណាបាទមិនមែនខ្ញុំនិយាយចេះត្រូវទាំងអស់ទេគឺថ្ងៃណាមួយក៏តានៅភូមិខ្ញុំថាមើលឯងនិយាយត្រូវណាមើលហៅបាទយុទ្ធពួកអនោះអញពីហើយយុទ្ធពួកអនោះអញតិចមើលឯងនិយាយត្រូវមែនរង្វាន់លើកទឹកចិត្តហើយឡើងមកនេះរង្វាន់លើកទឹកចិត្តមក4ជើង3ដងរែករង្វាន់លើកទឹកចិត្តពេលដែលគាត់នៅជាមួយគ្នាគាត់ក៏បានរកលុយរកកាក់ជាមួយគ្នាយ៉ាងទៅដល់ពេលក្រោយឡើងមកទៀតឪពុករបស់គាត់នោះក៏បានដឹងថាគាត់នោះគឺមានកូនប្រសាហើយដូច្នេះគាត់ក៏បានទេប្រាប់ថាអាតុងថ្ងៃណានេះនាំមើលកូនប្រសាអញមើលតិចមើលកូនប្រសាស្អាតអញ្ចឹងណាហើយប្រយ័ត្នយកមកក៏ឈីងឈូនឆាញអូយអាពិបាកណាស់ស្រាប់តែពេលហ្នឹងគាត់ក៏បានគាត់ថាមិនអីទេចាំមើលមួយអាទិត្យទៀតខ្ញុំសុំច្បាប់មេមួយថ្ងៃ2ថ្ងៃគឺខ្ញុំទៅលេងផ្ទះពេលហ្នឹងក៏ប្រពន្ធគាត់ថាអូនឯងទៅលេងផ្ទះមួយបងឯងពេលហ្នឹងទៅដើម្បីឲ្យស្គាល់ផ្ទះរបស់បងហើយស្គាល់ឪបងដល់ពេលហ្នឹងក៏គាត់បានព្រមព្រៀងគ្នាបន្ទាប់ព្រមព្រៀងគ្នាហើយរងចាំតែថ្ងៃដែលដល់ឯងបងប្អូនហើយប្អូនប្រុសហ្នឹងគឺអត់បានគិតច្រើនទេក៏បានឲ្យថាឲ្យទៅដោះនឹងនាំមកខាងគូសានទៅឲ្យឪពុកម្ដាយឪពុកអត់ស្គាល់ដល់ថ្ងៃកំណត់ដែលគាត់ត្រូវទៅលេងស្រុកគាត់ហ្នឹងក៏បាននាំបាទប្រពន្ធរបស់គាត់នេះដែលនៅជាមួយគ្នាហើយហៅប្តីហៅប្រពន្ធណាបងប្អូនណាក៏បាននាំគ្នាទៅលេងស្រុកកំណើតទៅដល់ភ្លាមក៏បានឃើញឪពុករបស់ខ្លួនហ្នឹងគឺនៅអង្គុយនៅផ្ទះពេលហ្នឹងឪពុករបស់ខ្លួនហ្នឹងគឺបាទគាត់ធ្វើការគាត់លើកអាទាលើកអីហ្នឹងគឺសាច់គាត់ឡើងភេកបងប្អូនភេកឲ្យដុំឲ្យមើលទៅគឺកំម៉ាំពេលហ្នឹងគាត់ក៏បានឲ្យប្រពន្ធគាត់ជម្រាបសួរថាអូនណានេះគឺជាឪពុករបស់បងពេលហ្នឹងក៏បានជម្រាបសួរអញ្ចឹងទៅបាទជម្រាបសួរឪអញ្ចឹងទៅគាត់ថាល្អប្រសើរណាស់ពេលហ្នឹងគាត់ក៏បានទៅផ្សារទៅរកទិញម្ហូបទៅធ្វើស៊ុបធ្វើអីយកម្ហូបបងប្អូនយកម្ហូបយកអីអញ្ចឹងទៅពេលហ្នឹងក៏ប្រពន្ធរបស់គាត់ហើយនឹងឪពុករបស់គាត់កំពុងតែនិយាយគ្នាដឹងនិយាយរឿងអីទេប៉ុន្តែរឿងដូចថារឿងស្និទ្ធមួយគ្នាណាបងប្អូនរឿងស្និទ្ធរឿងអីនិយាយឆាប់ចុះសម្រុងគ្នាណាដល់ពេលយប់ឡើងគាត់បានសួរប្រពន្ធគាត់ថាអូនឯងនិយាយមួយអីមួយឪពីងាយមិននិយាយស្និទ្ធមកថាមានអីគាត់និយាយរឿងកំ pl ែងឪបងឯងកំ pl ែងណានិយាយកំ pl ែងមែនទេឪបងឯងហើយពេលហ្នឹងថាឪបងតែអញ្ចឹងប៉ុន្តែកុំភ្លេចឪបងស្រីច្រើនណាឪបងប្រពន្ធច្រើនណាប្រពន្ធគាត់ដឹងមួយណាមួយណីទេហើយអត់យកជាប់ទេស្រាប់តែប្អូនស្រីថាចាំមានអីអញ្ចឹងណាហើយក៏បាននៅមួយគ្នាទៅនៅស្រុករយៈពេល3ថ្ងៃបងប្អូនពេលហ្នឹងស្អីគេខ្មៅអូនេះស្អីពេលហ្នឹងគាត់ក៏តែងតែដើរទៅលេងផ្ទះមិត្តភ័ក្តិណាទៅដើរទៅលេងផ្ទះមិត្តភ័ក្តិទៅលេងនេះទៅលេងនោះចឹងទៅដល់តែពេលប្រពន្ធគាត់នៅផ្ទះឪក្មេងគាត់ក៏នៅផ្ទះគាត់អត់ដែលបានសង្ឃឹមថាឪពុករបស់គាត់ហើយនឹងប្រពន្ធរបស់គាត់នេះគឺអាចធ្វើរឿងចឹងរួចទេពេលហ្នឹងប្រពន្ធរបស់គាត់ហើយនឹងឪបង្កើតរបស់គាត់បើដឹងថាតាក់ទងគ្នាតែរយៈខ្លីទេបងប្អូនស្រាប់តែប្រពន្ធរបស់គាត់ហ្នឹងគឺបានទៅនៅជាមួយនឹងឪពុករបស់គាត់បានទៅដេកជាមួយឪពុករបស់គាត់បងប្អូនដែលគាត់អត់បាននឹកសង្ឃឹមតែអញ្ចឹងទេបន្ទាប់ពីអញ្ចឹងហើយដល់ពេលថ្ងៃដែលគាត់ឡើងមកវិញគាត់ក៏បានឡើងមកជាមួយប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់ឡើងមកធម្មតាមករយៈក្រោយទៀតប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមរករឿងខឹងគាត់ដោយអត់ដឹងមូលហេតុបងប្អូនអត់ដឹងមូលហេតុប្រពន្ធគាត់ខឹងគាត់រឿងអីទេក៏តែងតែរករឿងនេះរករឿងនោះហើយក៏តែងតែទេទៅប្រាប់ឪគាត់ទេទៅប្រាប់ថាឪប្តីខ្ញុំមិនចេះប្តីខ្ញុំមិនចុះហើយពេលហ្នឹងឪគាត់ក៏ថារឿងមនុស្សប្រុសវាតែអញ្ចឹងហើយបើកូនឯងពិបាកចិត្តពេកមកផ្ទះសិនមកកូនពេលហ្នឹងប្រពន្ធរបស់គាត់ក៏តែងតែទៅស្រុកកំណើតរបស់ខាងគាត់ហ្នឹងពេលដែលខឹងគាត់ងក់ងោគាត់ម្ដងក៏តែងតែទៅផ្ទះឪគាត់ងក់ងោម្ដងក៏តែងតែទៅផ្ទះឪគាត់តែពេលហ្នឹងគាត់អត់បាននឹកឃើញស្មានដល់ទេគាត់ថាប្រហែលជាប្រពន្ធរបស់គាត់ស្រឡាញ់ឪគាត់
đôi chỉ con sờ lạnh âu con được nè đôi chân này hỏi con tay ta bà tao te con bà bạ tao te hở mai con chứ mai không mấy chẳng bà bạ tái bà sinh chia tao te âu bà cao con bà bạ đi có tha con nó tao sờ lạnh con chân từ sờ lạnh con bà pôn sờ lạnh bà đấy với bàn chân tai bị mình chân này nè bông pôn bây đai bà pôn rồi bỏ con tao te rồi bỏ con còn tao đô chỉ âu con nó nhầm dân bà pôn tao chẳng con tao nhầm cái này dân từ bông pôn á hai bây đai con tao sọc conដឹកឃើញតែប្រពន្ធគាត់នៅស្រុកដែរគាត់ទៅស្រុកគាត់អត់បានប្រាប់ប្រពន្ធគាត់ទេទៅដល់ភ្លាមគាត់មិនបានចូលទៅដល់ផ្ទះគាត់ភ្លាមទេគាត់នៅទាំងអ្នកភូមិផងគាត់ហ្នឹងក៏មានអ៊ុំស្រីម្នាក់ដែលជាចដូនមួយរបស់ឪពុករបស់គាត់ហ្នឹងក៏បានប្រាប់ថាក្មួយម្នាក់ស្រីមួយអាសាមកផ្ទះក្មួយហ្នឹងមកផ្ទះកមុនមួយក្មួយហ្នឹងត្រូវបាញ់ក្មួយថាងជាប្រពន្ធរបស់ខ្ញុំប្រពន្ធពីកាលឡើងការអត់ប្រាប់អញទេអត់ទេខ្ញុំនៅមួយគ្នាហើយតែខ្ញុំសន្យាគ្នាថាខ្ញុំនឹងរកលុយដើម្បីសែនព្រែនមួយគ្នាប្រពន្ធឯងប្រពន្ធខ្ញុំអញស្មានថាជាប្រពន្ធឪឯងមិនចឹងអញឃើញឪឯងហ្នឹងដឹកទៅដើរលេងរហូតហ្នឹងហើយមួយយ៉ាងទៀតឃើញអោបគ្នាឡើងខ្វិតហើយពេលហ្នឹងគាត់ថាអ៊ំឯងកុហកខ្ញុំហីអត់កុហកទេកុហកថាអីអញចំណាស់នេះអញកាន់សិល5ចាំសិល8អញកុហកឯងទៅបានប្រយោជន៍ស្អីអញដំបងអញស្មានតែប្រពន្ធឪឯងទេមិនថាប្រពន្ធឯងទេហើយពេលហ្នឹងកុហកខ្ញុំអញមិនកុហកទេបើថាអញកុហកគាត់ដើរទៅប្រុយទៅពេលហ្នឹងគាត់ក៏អត់តន់ទុកចិត្តដែរក៏អត់ជឿទេគាត់ក៏បានជិះម៉ូតូក៏បានដើរទៅដល់ផ្ទះហ្នឹងក៏ប្រពន្ធគាត់ឃើញប្រពន្ធគាត់គឺដើរទៅក្រោយផ្ទះរីឯឪពុកគាត់ធ្វើកូនមកឲ្យកូនមកកូនមីក្អូនប្តីឯងមកនេះមើលលើកទឹកលើកអីឲ្យប្តីឯងប្រពន្ធហ្នឹងលើកទឹកលើកអីឲ្យពេលហ្នឹងគាត់ក៏សួរថាអូនណាជប់ខឹងបងនៅគាត់ថាអូនអត់ខឹងបងជប់ខឹងឯងហើយពេលហ្នឹងថាអូននេះណាសំណាងដែលអូនឯងខឹងមកផ្ទះឪបងណាបើអូនឯងខឹងទៅផ្ទះខាងម្ដាយអូនឯងណាគឺបងនឹងដាច់អូនឯងចោលហើយឡាយអូនឯងចោលឡាញយកឯងអញ្ចឹងណាពេលហ្នឹងក៏ប្រពន្ធហ្នឹងគឺបានមកច្បាច់ដែរច្បាច់ជើងឲ្យគាត់អញ្ចឹងទៅហើយពេលហ្នឹងគាត់ក៏បាននៅផ្ទះគាត់សុំច្បាប់ពីតកែរបស់ខ្លួនមួយអាទិត្យគឺគាត់អត់សូវស្រួលខ្លួនដែរដូច្នេះហើយគាត់នៅផ្ទះតែពេលដែលគាត់នៅផ្ទះក៏តែងតែប្រពន្ធរបស់គាត់ហ្នឹងក៏តែងសុំឪពុកទៅជូនទៅផ្សារទៅណេះទៅនោះអញ្ចឹងទៅដល់ពេលអ្នកភូមិគាត់ប្រាប់គាត់ច្រើនពេកប្រាប់គាត់ច្រើនណាគាត់ថាប្រពន្ធណៃនឹងឪឯងនឹងយកគ្នាហើយពេលហ្នឹងអត់ជឿគាត់ក៏តាមស៊ើបដូចខាងបងសុកផាណានឹងអញ្ចឹងបាទតាមស៊ើបមើលតាមសង្កល់មើលស្រាប់តែពេលហ្នឹងក៏ឃើញប្រពន្ធគាត់ហើយនឹងឪពុកគាត់ហ្នឹងលេងសើចដូចជាប្តីប្រពន្ធអញ្ចឹងពេលខ្លះទៀតក៏ឃើញឪពុកគាត់ត្បិចថ្ពាល់ប្រពន្ធគាត់ពេលខ្លះទៀតក៏ឃើញឪពុកគាត់ហ្នឹងបាទចាប់គូតប្រពន្ធគាត់អញ្ចឹងទៅគាត់ឃើញហ្នឹងគាត់ចាប់ផ្ដើមប្លែកថាឪពុកក្មេកធ្វើអញ្ចឹងក៏វាមិនកើតដែរណាដល់តែពេលថ្ងៃហ្នឹងគាត់ថាគាត់ឡើងមកទីក្រុងភ្នំពេញវិញហើយណាឡើងមកវិញហើយគាត់អត់នៅស្រុកទេគាត់ប្រពន្ធគាត់ដែរប្រពន្ធគាត់ថាឡើងទៅឯងចាំមកស្អែកខ្ញុំឡើងទៅដែរខ្ញុំនៅបង្ហើយការងារមួយសិនតែមិនដឹងការងារអីទេស្រាប់តែពេលដែលគាត់បាទចេញផុតទៅដល់ខ្នងតិចគាត់ក៏បានបកមកវិញគាត់ចាំសង្កេតដោយគាត់សុំនៅផ្ទះអ៊ុំគាត់ហ្នឹងអ៊ុំគាត់ថាអីទេនៅទៅគាត់នៅនឹងរយៈពេល2ថ្ងៃមកហ្នឹងក៏ឃើញប្រពន្ធគាត់ហើយនឹងឪពុកគាត់ហ្នឹងឡើងទៅលើផ្ទះបងប្អូនណាឡើងទៅលើផ្ទះនៅជាមួយគ្នាបងប្អូននៅជាមួយគ្នាដេកជាមួយគ្នាអញ្ចឹងទៅហើយពេលដែលគាត់ឃើញម្ដងអញ្ចឹងគាត់ក៏ចាប់ដាប់ដឹងខ្លួនថាឪពុករបស់គាត់និងប្រពន្ធរបស់គាត់នេះគឺនៅជាមួយគ្នាហើយស្អែកម្ដងទៀតគាត់ទៅមើលទៀតនៅតែអញ្ចឹងទៀតរហូតតតែគាត់ហ្នឹងគឺឡើងមកដល់ទីក្រុងភ្នំពេញអត់មានទេអត់មានខលអត់មានថាដល់ពេលប្រពន្ធគាត់ឡើងមកហ្នឹងក៏ឪពុកគាត់ក៏ជូនឡើងគាត់ដែរឪពុកគាត់ណាជូនឡើងប្រពន្ធគាត់ឡើងមកពេញគាត់ថាគាត់ព្រួយបារម្ភពីកូនប្រសាគាត់អត់ចង់ឲ្យកូនប្រសាគាត់ឡើងមកតែម្នាក់ឯងយ៉ាងទេហើយចេះតែចោលប្រពន្ធឯងអញ្ចឹងណាមកដល់អញ្ចឹងហើយស្អែកឡើងក៏គាត់ត្រឡប់ទៅវិញដល់តែពេលគាត់នៅជាមួយប្រពន្ធគាត់ដឹងប្រពន្ធគាត់ហ្នឹងគឺផាត់ជាមួយគាត់នៅមួយឪហ្នឹងអញ្ចឹងហើយគាត់ក៏ដេកអញ្ចឹងទៅគាត់លោសាកស្ទាបប្រពន្ធគាត់ទាញប្រពន្ធគាត់ដើម្បីមកដេកប្រពន្ធគាត់ឲ្យខ្នងឲ្យគាត់ប្រពន្ធគាត់ឲ្យខ្នងដល់តែពេលឲ្យខ្នងមកគាត់អញ្ចឹងគាត់ក៏ឲ្យខ្នងទៅវិញដេកឲ្យខ្នងដល់តែពេលរយៈពេលបើកលុយខែក្រោយប្រពន្ធសុំលុយពីប្តីថាបងឲ្យលុយអូនមកអូនរត់ទិញនេះទិញនោះថាអត់ទេបងឲ្យបានតែប្រពន្ធបងប៉ុន្តែបើស្រីបងមិនឲ្យទេចេះយើងខែប្រពន្ធប្តីចឹងណាប្រពន្ធប្តីវានៅជាមួយគ្នាប្រពន្ធប្តីតែបើប្រពន្ធទៅនៅជាមួយគេវាប្តីគេប្រពន្ធគេវាខុសគ្នាណាអូនប្រពន្ធគេថាខ្ញុំមិនដឹងទេបងឯងនិយាយរឿងអីហ្នឹងថាអូនឯងធ្វើអីអូនឯងដឹងខ្លួនឯងហើយពេលហ្នឹងក៏នៅប៉ុណ្ណឹងគេទេទៅប្រាប់ឪគាត់ទៀតទៅនៅជាមួយឪគាត់ទៀត
tê không ở đây cái ngọ ngô ở đây từ nâu bị âu có tiết cái thua đây kia đăng nhá vừa đăng nhá đợt bây có tông xa có bốn con tranh phím con tranh cho tam phím đợt bây giờ chẳng tao những âu có ủa bài dù ấy play cái này đó cho tao không có top phím tao đó top phím có tiền tu sa phải thẹo cho một tục mỏng thẹo cho một tục khơi ở bốc quát hay là một pôn quát có pôn từ nâu cho mùi cái này có thọt có ấy hái có các bạn chỉ mặc hàng cá một pôn nó tam vỏ có thả bong ơi ôn khâu hai thả ở đây đó ôn ai vậy bong có mình ton cho sờ bớt api bị pia ôn hay năng bong có mình ton ban chỉ điệp ca chỉ mùi cái này ở đây ôn ai thơ mấy thơ đâu bàn tay bên nó còn sau đài nào bong ôn hai ấy ban chỉ ở bốc rồi bọc quát phơi chẳng đã con ở bốc bằng ca rồi bọc con á hai đập pe chẳng bong ôn sắp ngay đó ôn pro cứ ọt banตลอด สรก កំណើត របស់ បង ប្រុស វិញ ទេ បង ប្រុស សុក ចិត្ត ផ្ញើ ឆ្អឹង ផ្ញើ សាច់ ផ្ញើ ទាំង ជីវិត នៅ នៅ ទី ក្រុង ភ្នំពេញ ហើយ សុក ចិត្ត ដេក ដួល លូន ក្រាប សុក ចិត្ត ចេញ ពី ការដ្ឋាន មួយ ទៅ ការដ្ឋាន មួយ ទៀត ទោះ ជា ម្ដាយ របស់ គាត់ ក៏ គាត់ មិន ទៅ ដែរ គាត់ សុក ចិត្ត ណា ផ្ញើ ឆ្អឹង ផ្ញើ ខ្លួន ផ្ញើ ទាំង ជីវិត នៅ ទី ក្រុង ភ្នំពេញ ហ្នឹង ហើយ អត់ ទៅ វិញ ទេ គឺ គាត់ ខ្មាស់ គេ ណាស់ បង ប្អូន ខ្មាស់ ជាង ស្រាត់ បាទ ដើរ ស្លៀក ខោ ទៅ ទៀត ចឹងណាបងប្អូនណាយើងសម្លឹងចិត្តសម្លឹងអីហើយខ្ញុំក៏ពិបាកដែរបងប្អូនចុះហេតុអីឪបកើតគាត់ធ្វើចឹងមនុស្សស្រីច្រើនណាស់ហេតុអីមិនទៅដល់តែពេលឪគាត់ទេមកប្រាប់ថាប្រពន្ធរបស់ហែងទេប្រពន្ធរបស់ហែងនេះសុំអញនៅជាមួយណាអញមិនបានសុំប្រពន្ធហែងទេអញដឹងថាកូនប្រសាដែរគឺប្រពន្ធហែងទេចូលមកដេកជាមួយអញចូលមកសុំអញផ្ទាល់មាត់ហ្មងហើយពេលហ្នឹងប្រពន្ធក៏សារភាពដែរថាគាត់គឺជាអ្នកសុំនៅជាមួយឪក្មេងគាត់ហ្នឹងអូក្មេងហ្នឹងដូចខ្វះប្រុសណាស់លោកអើយហេតែអីទេអារឿងគេមិនមែនរឿងខ្ញុំផងហើយពេលហ្នឹងគាត់ថានៅណាកំណៅទៅពេលហ្នឹងក៏គាត់ដូរលេខទូរស័ព្ទបងប្អូនដូរលេខទូរស័ព្ទរហូតដល់សប្តាហ៍ថ្ងៃហ្នឹងគាត់អត់ដែលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញទេគាត់ឡើងមកធ្វើការឆ្នាំ2025ឥឡូវនេះខ្ទង់ជាង1ឆ្នាំជាងហើយគឺគាត់មិនដែលបានទៅលេងស្រុកកំណើតគាត់ទេអត់ទៅទេបុណ្យទានចូលឆ្នាំភ្ជុំបិណ្ឌអ៊ំទូក៏គាត់មិនទៅលេងស្រុកកំណើតគាត់ដែរគាត់បានប្រាប់ហើយថាគាត់ផ្ញើឆ្អឹងនៅទីហ្នឹងគាត់ឈឺគាត់ស្លាប់ក៏គាត់អត់ទៅស្រុកដែរហើយគាត់ស្រឡាញ់អ្នកក្រោយគឺគាត់ត្រូវតែមើលឲ្យដឹងគាត់ថាមិនអាចចឹងទេស្រឡាញ់សារក្រោយគឺការជាមួយគ្នានៅជាមួយគ្នាហ្មងហ្នឹងហើយបងប្អូនមនុស្សយើងណាមនុស្សប្រុសពេលឈឺចាប់មែនទេឈឺចាប់ដែរមនុស្សស្រីហើយតណាក៏មិនទៅជាមួយខ្លួនទៀតអានេះសំណាងឪណាបងប្អូនហើយប៉ុន្តែយើងកុំប្រើអំពើហិង្សាអត់កើតទេគួរតែកុំប្រើឲ្យសោះយើងដោះស្រាយដោយសន្តិវិធីប៉ុន្តែអ្នកខ្លះវិញអត់បានទេបងប្អូនបើម្នាក់កែងបាទអ្នកវត្តកតុយបកកែងអ្នកវត្តកតុយហោះអីហ្នឹងហើយបងប្អូនណាបាទអ្នកហោះអីហ្នឹងហើយឬក៏ដូចខ្ញុំបាទកាលពីខ្ញុំអាយុបាទខ្ទង់ជា15 16ឆ្នាំបងប្អូនចងសំទូចបាទជើងលហានទាំង17ចៅទូកថ្នោតបងប្អូនមើលបងប្អូនណាដែលធ្លាប់ចៅទូខ្លះបងប្អូនដល់ការខ្ញុំដាក់មាននីបុរាតគាត់ពិការជើងនៅកាលពីជំនាន់បាទគាត់ធ្វើទាហានគាត់ពិការជើងជាន់មានខ្ទុះបងប្អូនណាបាទបុរាតនីហើយមានច្រើនណាបងប្អូនណាអ្នកដែលចង់ទូចហ្នឹងបាទសិតតែអ្នកដែលជើងស្ទះតែឥឡូវគាត់ចាស់ឲ្យហើយគាត់ចង់រួយទេបងប្អូនណាហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងក៏សូមបញ្ចប់ត្រឹមនឹងហើយបងប្អូនណារាល់ថ្ងៃគឺគាត់ធ្វើការងារទៅទីក្រុងភ្នំពេញទេហើយគាត់ក៏អត់តាមមានគ្រួសារដែរហើយគាត់បាននិយាយថាគាត់ចែករំលែកសាច់រឿងហ្នឹងបើសិនជាឪគាត់ស្ដាប់បើគាត់ជាឪគាត់ដឹងហើយហ្នឹងហើយនៅខាងខេត្តពោធិ៍សាត់ហើយសាច់រឿងខ្ញុំបាទសូមបញ្ចប់ត្រឹមនឹងហើយបងប្អូនយល់ឃើញយ៉ាងណាដែរនៅក្នុងសាច់រឿងហ្នឹងខ្ញុំក៏មិនចង់ឲ្យបងប្អូនជឿទាំងស្លងដែរហើយបើបងប្អូនដែលគិតថាកំណត់អញ្ចឹងហើយគួរស្ដាប់សាច់រឿងខ្ញុំហើយបងប្អូនគួរតែគិតពិចារណាវិញផងណាគួរតែបើសិនជាស្រឡាញ់គ្នាការមួយគ្នាទៅណាហើយបើសិនជាមនុស្សស្រីចឹងដែរគួរតែកុំប្រព័ន្ធអីណាថ្ងៃក្រោយគេក្បត់យើងហើយនៅតែគេក្បត់យើងទៀតដែរតែបើមនុស្សប្រុសដែលបានអញ្ចឹងចោះចោលចឹងហើយបងប្អូនគួរតែគិតពិចារណាខ្ញុំមិនអាចនិយាយថាតើតឡែងគ្នាទេបងប្អូនតាមពិតទៅអាស្រ័យទៅលើបងប្អូនបាទរៀងខ្លួនទៅចោះហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបាទក៏សូមលើកម្រាមដៃ10ក៏សូមបាទខន្តីអភ័យទោសទៅដល់សំណាក់បងប្អូនផងដែរហើយសាច់រឿងនេះគឺជាសាច់រឿងកថាសាច់រឿងពិតរបស់បងប្អូនប្រុសណាតែបងប្អូនស្ដាប់ហើយបងប្អូនគិតពិចារណាដល់ខ្លួនឯងទៅចោះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទជម្រាបលាត្រឹមនេះហើយ